សូមជូនកំណាព្យក្រោមចំណងជើងថាពាក្យទំនៀមបុរាណខ្មែរវគ្គបញ្ចប់រៀបរៀងដោយលោកនាយប៉ុនដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជាសូរិយាលេខ1ឆ្នាំ1996បទពាក្យ7សូត្របែបមេត្រីបាសូត្រដោយលោកយ៉ាន់បូរិនកំដរត្រដោយលោកយុនធារាចង់ស្នអន្ទង់រកឆ្នាំងវែងកុំខ្វល់ខ្វាយខ្វែងក្រែងប្រយ័ត្នខ្លាចឆ្នាំងខ្លីពេកពុំអាចកាត់ទៅជាកំមាត់សត្វអន់ទុំលោកលិចអំបែអណ្ដែតពួងប្រែតឡើងឋានសួគ៌ខ្ពស់ខ្ពង់ត្រីស៊ីស្រមោចទឹកលិចលំលងទឹករោចរងរិញរាំងខាងស្រមោចស៊ីវិញវិលវឹងស្នស៊ីសងដូចកង់ត្រាចធ្នង់ផ្លាំងអន្តោលចងពីវាសនាផ្លាំងក្រឡាំងក្រឡាប់កម្មវេរៀងផ្លែខ្នោបន្លាច្រាំងជ្រងច្រាងខុសពីរូបរាងនៃផ្លែល្វីមួយក្រក់ក្រៅក្នុងសោភីរីឯផ្លែល្វីងជាតែក្រៅផ្លូវណាវិធានគុំបងបងរីផ្លូវណា
ត្រង់គុំត្រាច់ទៅអូកប៉ាតាមគ្នាខ្លាចផ្លែភ្នៅត្រឡាចវាទៅលពៅវាមកកន្លែងទំនាបធ្លុកខូងដីក្របីដេកដំកន្លែងជ្រកត្រង់ដែនដីដងជាដំបូកកនឌីគាបោករឹងរិតពោះនេះពីទំនឹមទំនាមខ្មែរតែងទុកជាគេពុំមានមុខហើយកូនចៅក្រោយចេះរៀនរុះហើយមានកិត្តិយសឈ្មោះនាមល្បីពីងព្រៀនប្រដៅព្រៀបប្រដូចកុំមានល្បិចខូចនាំអប្រិយដើរតាមគុណដងប្រពៃណីចាំងស្ដីឲ្យស្ដាប់ច្បាប់អូវ៉ាត់កម្មវិធីនេះរៀបចំដោយសមូហកម្មអក្សរសិល្ប៍លូហាចឧបត្ថម្ភដោយមូលនិធិ Toyota